ម៉ាស៊ីន excavator ឬដែលយើងជាទូទៅហៅថា AX ម៉ាស៊ីនគឺជាបេះដូងរបស់ excavator ដែលបំពេញមុខងារដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ថាមពលសម្រាប់ប្រើប្រាស់ដំណើរការគ្រឿងចក្រទាំងមូលចាប់ផ្ដើមពីប្លុកស៊ីឡាំងដែលជាតួខ្លួនចម្បងឬគ្រោងឆ្អឹងរបស់ម៉ាស៊ីនវាដើរតួនាទីយ៉ាងសំខាន់ក្នុងការក្តោបក្តាប់និងការពារស៊ីឡាំងនៅខាងក្នុងស៊ីឡាំងនីមួយៗយើងនឹងឃើញពីស្តង់គ្រឿងបង្គុំដែលមើលទៅសាមញ្ញទាំងនេះមានមុខងារដ៏សំខាន់មិនអាចខ្វះបានពួកវាធ្វើចលនាឡើងចុះនៅក្នុងស៊ីឡាំងដើម្បីបំលែងថាមពលដែលបានមកពីការឆេះផ្ទុះឲ្យទៅជាចលនាមេកានិកចលនានេះជាកម្លាំងរុញដ៏ចម្បងរបស់ excavator ក្នុងការធ្វើចលនាគ្រប់យ៉ាងម៉ាស៊ីននេះដំណើរការដោយប្រើប្រាស់ប្រព័ន្ធដែលពិភពមេកានិកហៅថាវដ្តនៃការឆេះផ្ទុះ4វគ្គដែលរួមមាន4ដំណាក់កាលសំខាន់ៗនៅពេលដែលពីស្តង់ធ្វើចលនាឡើងចុះក្នុង4វគ្គនេះពួកវាបានបង្វិលអាក់មូបបំផ្លាញចលនាទៅជាចលនាវិលថាមពលនេះត្រូវបានបញ្ជូនទៅកាន់ប្រព័ន្ធអ៊ីដ្រូលីករបស់ excavator ដោយសារតែការបញ្ជូនថាមពលនេះហើយទើប excavator អាចធ្វើការបានយ៉ាងច្រើនដូចជាការជីករណ្ដៅលើកសម្ភារៈធ្ងន់ៗនិងផ្លាស់ទីកំណើដីឬកំទេចកំទីធំៗបានយ៉ាងងាយស្រួលក្រៅពីនេះដើម្បីធានាបាននូវដំណើរការដ៏រលូនប្រព័ន្ធរំអិលឬប្រេងម៉ាស៊ីនក៏សំខាន់មិនអាចខ្វះបានដែរវាជួយកាត់បន្ថយការកកិតរវាងផ្នែកដែលមានចលនាពន្យាអាយុកាលរបស់ម៉ាស៊ីននិងកាត់បន្ថយឱកាសនៃការខូចខាតពាក់កណ្ដាលទីម៉ាស៊ីន excavator ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពនិងថាមពលដ៏គួរឲ្យចាប់អារម្មណ៍មានកត្តាខុសៗគ្នាជាច្រើនដែលដំណើរការរួមគ្នាដើម្បីធ្វើឲ្យម៉ាស៊ីននេះក្លាយជាកំពូលថាមពលនិងមានភាពជឿជាក់ខ្ពស់ក្នុងបរិបទនៃម៉ាស៊ីន excavator កម្លាំងសេះវាស់វែងពីទិន្នផលថាមពលរបស់ម៉ាស៊ីនដោយផ្ដល់ឲ្យយើងនូវសុញ្ញកច្បាស់លាស់នៃសមត្ថភាពរបស់វាជាចុងក្រោយប្រព័ន្ធមេកានិកនៃម៉ាស៊ីន excavator ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតដើម្បីធានាថាពួកវាត្រូវផ្ដល់សមត្ថភាពការងារខ្ពស់ដោយរក្សាការប្រើប្រាស់ឥន្ធនៈឲ្យនៅទាបបំផុតទាំងនេះហើយគឺជាការដំណើរការចូលទៅក្នុងពិភពដ៏គួរឲ្យជក់ចិត្តនៃម៉ាស៊ីន excavator ពួកវាពិតជាអច្ឆរិយៈវិស្វកម្មសម័យទំនើបដែលជាឆ្អឹងខ្នងនៃការដ្ឋានសំណង់ជួយសាងសង់ទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់យើងវាពិតជាអស្ចារ្យណាស់ដែលម៉ាស៊ីនដ៏ធំសម្បើមបែបនេះបែរជាអ្នកធ្វើការងារដោយភាពរស់រវើកនិងមានភាពច្បាស់លាស់ខ្ពស់ពួកវាជាវីរៈបុរសលាក់មុខដោយធ្វើការដោយមិនចេះហត់នឿយនៅពីក្រោយឆាក